ពីការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិកម្ពុជាក្រុមជម្រើសជាតិអាយុក្រោម22ឆ្នាំកម្ពុជាដែលត្រៀមលេងស៊ីហ្គេមនោះបានធ្វើការប្រមូលផ្ដុំចាប់ពីម្សិលមិញនេះតែធ្វើដំណើរទៅកាន់ប្រទេសថៃកោះសមុយការប្រមូលផ្ដុំជាលើកទី1លោកភីសភក្ត្រាដែលជាគ្រូជំនួយរបស់ក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថាការប្រមូលផ្ដុំទៅកាន់ប្រទេសថៃនេះគឺគោលបំណងធំមួយគឺចង់ឲ្យកីឡាករមានការប្រមូលអារម្មណ៍ខ្ពស់ហើយការធ្វើឡើងនេះគឺដូចជាមួយនឹងក្រុមធំៗដែលរៀបចំធ្វើការ pre-season ដែរកោះសមុយគឺមានភាពងាយស្រួលសម្រាប់ការរៀបចំក្រុមក៏ដូចជាការធ្វើ team building និងឲ្យកីឡាករមានទម្លាប់ក្នុងការត្រៀមខ្លួនការប្រមូលផ្ដុំវឹកហាត់នេះគឺធ្វើឡើងដោយផ្ដោតសំខាន់លើកាយសម្បទាជាធំតែម្ដងហើយនៅកោះសមុយនោះគឺមានឧបករណ៍ល្អៗសម្រាប់វឹកហាត់ដោយធ្វើការវឹកហាត់ចំនួន2ពេលក្នុងមួយថ្ងៃនឹងមានសកម្មភាពនៃការធ្វើជីមខ្លីៗផងដែរគោលរំលឹកផងដែរថាក្រុមកីឡាករ30នាក់បានចាក់ចេញទៅពីអាកាសយានដ្ឋានភ្នំពេញកាលពីម្សិលមិញហើយពួកគេនឹងធ្វើការវឹកហាត់នៅទីនោះ2សប្តាហ៍បន្ទាប់មកនឹងជំរុះនៅសល់ត្រឹមតែ20នាក់ប៉ុណ្ណោះសម្រាប់ការត្រៀមខ្លួនចុងក្រោយការប្រមូលផ្ដុំនៅកោះសមុយនោះក៏មានការប្រកួតមិត្តភាពខ្លះៗផងដែរដើម្បីជាការត្រៀមខ្លួនបន្ថែមទៀតសម្រាប់ក្រុមជម្រើសជាតិកម្ពុជាយើង